នៅក្នុងពិធីអបអរសាទរខួបលើកទី18ទិវាអតីតយុទ្ធជនកម្ពុជា21មិថុនាឆ្នាំ2025និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបដែលស្ថិតក្នុងភូមិថ្នល់សង្កាត់ស្រងែក្រុងខេត្តសៀមរាបកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2025កន្លងទៅនេះសម្ដេចវិជ័យសេនានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ទាបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបនិងជាអនុប្រធានគណៈនិងជាអនុប្រធានសមាគមអតីតយុវជនកម្ពុជាបានមានប្រសាសន៍អំពាវនាវឲ្យមានការបំផុសស្មារតីជាទូទាំងប្រទេសសូមឲ្យចូលរួមលើកតម្លៃផ្ដល់ឱកាសដូចជាចូលរួមឧបត្ថម្ភគ្រប់គ្រងនិងសម្ភារៈស្មារតីនិងឱកាសនានាជូនដល់អតីតយុវជននិងក្រុមគ្រួសារដើម្បីគ្រប់គ្រងដឹងគុណនិងផ្ដល់តម្លៃជូនអតីតយុវជនខ្មែរគ្រប់ពេលវេលាគ្រប់កលៈទេសៈនិងគ្រប់ទីកន្លែងដោយឈរលើស្មារតីផ្ដល់កិត្តិយសផ្ដល់ជីវភាពល្អប្រសើរនិងផ្ដល់ឱកាសសម្ដេចវិជ័យសេនាបាននាំនៅសេចក្តីនឹករលឹកនឹងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុវជនកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាអនុប្រធានទី1សមាគមអតីតយុវជនកម្ពុជាជូនចំពោះអតីតយុវជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាសម្ដេចបានបន្តថាជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកណ្ដាលដំណាក់កាលទី1និងកម្មវិធីនយោបាយសំខាន់នានារបស់រាជរដ្ឋាភិបាលការលើកទឹកចិត្តការផ្ដល់ឱកាសនិងការលើកកម្ពស់ជីវភាពត្រូវបានផ្ដល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុវជនរួមទាំងនិវត្តជននិងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាសម្ដេចក៏សូមសម្ដែងនឹងការគោរពដឹងគុណយ៉ាងអាណែកចំពោះរាល់អតីតយុវជនកម្ពុជាទាំងអស់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដីដំណើរការកសាងសន្តិភាពការពង្រឹងខឿនសន្តិសុខសង្គមនិងស្ថិរភាពនយោបាយដែលបានផ្ដល់នូវភាពសុខដុមរមនាដល់សង្គមដោយសពថ្ងៃនេះផងដែរក្នុងឱកាសនោះដែរសម្ដេចវិជ័យសេនាទាបាញ់ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុវជនខេត្តទាំងអស់សូមចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយនឹងអតីតយុវជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួនដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាសុខុមាលភាពអតីតយុវជនសម្ដៅជួយលើកស្ទួយជីវភាពអតីតយុវជនឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើននិងជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរឡើងសម្ដេចបានកោតសរសើរចំពោះក្រសួងស្ថាប័នមន្ទីរពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់កិច្ចសហការល្អប្រសើរជាមួយសមាគមអតីតយុវជនក្នុងការបង្កលក្ខណៈគ្រប់លទ្ធភាពជួយដល់អតីតយុវជនគឺដែលជាកម្លាំងចិត្តនិងក្តីសង្ឃឹមដ៏មិនអាចកាត់ថ្លៃបាននិងប្រៀបដូចជាការតបស្នងសងគុណូបការៈដ៏ធំធេងចំពោះពួកគាត់ទាំងអស់សម្ដេចក៏បានធ្វើការថ្លែងអំណរគុណចំពោះសម្ដេចអ្នកអង្គការសៀងណាំសម្ដេចក៏បានធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តមអ្នកអង្គការសៀងណាំដែលបានបរិច្ចាគដីសម្រាប់សាងសង់អគារស្នាក់ការសមាគមអតីតយុវជនកម្ពុជាខេត្តសៀមរាបរួមទាំងសប្បុរសជនដែលបានបរិច្ចាគធនធានក្នុងការសាងសង់អគារផងដែរយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍តូហួតសុធីប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថាបច្ចុប្បន្ននេះអតីតយុវជននៅខេត្តសៀមរាបមានសមាជិកអតីតយុវជនកម្ពុជាខេត្តសៀមរាបមានចំនួន6663នាក់ដោយក្នុងនោះមាននិវត្តជនចំនួន2680នាក់ពីការចំនួន1969នាក់ជនបាត់បង់140នាក់គ្រួសារពលីចំនួន1682នាក់និងគ្រួសារជនមរណៈមានចំនួន182នាក់ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន402នាក់ក្នុងនោះសម្ដេចវិជ័យសេនានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ទាបាញ់បាននាំយកនៅអំណោយរបស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុវជនកម្ពុជាជូនដល់បងប្អូនអតីតយុវជនខេត្តសៀមរាបនៅអង្គ20គីឡូក្រាមមីយើង1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងថវិកា100,000រៀលផងដែរ